លោកតាជាគ្រូបុរាណចាស់ចាស់ពីដើមដែលយើងចេះនៅក្នុងទស្សវត្សឆ្នាំ80ដែលយើងរៀនតំណតតាមគ្រូមកតាមឪពុកតាមជាតាបាទជាដូនជាតាយើងហ្នឹងយើងចេះតំណមិនមែនរៀនអ្នកដទៃទេអញ្ចឹងគ្រូបុរាណដោយលោកតានេះគឺជាគ្រូប្រម៉ែប្រមូលប្តីប្រពន្ធបាក់បែកដែលយើងទាស់តែងលេងគ្នាណាអញ្ចឹងលោកតាប្រមូលឲ្យបានជួបជុំគ្នាវិញដូចជាក្មេងៗដែលមានសង្សារបានបន្ទុះសាឡាយឬជាបែកបាក់គ្នាអីហ្នឹងលោកតាប្រមូលឲ្យបានជួបជុំគ្នាវិញអញ្ចឹងនេះគ្រឿងសក្ការៈរបស់លោកតាមាន3សី5ថ្នាក់ប្រើអំពីស្លឹកចេកស្រស់មានទង់ពលឹងមានអីសពសារពើទាំងអស់ណាលោកតាថតត្រួសឲ្យបងប្អូនកូនចៅទាំងអស់បានមើលខ្លះមួយចំនួនតែมันប្រាប់អាកំបាំងទាំងអស់ឲ្យបងប្អូនដឹងទេយ៉ាងគ្រូបុរាណគេលាក់អាកំបាំងมันបង្ហាញឲ្យយើងដឹងទាំងអស់ទេគេលាក់មួយចំនួននេះដែលហឹងរបស់លោកតារៀបចំគ្រឿងសក្ការៈនឹងឯងហើយការពាក់ព័ន្ធនឹងការរៀបចំប្រមូលប្រិយប្រពន្ធហ្នឹងយើងមានកម្មាទៀនធូបនិងចតីក្រហមចេកក្អូបនិងគ្រឿងសក្ការៈបច្ឆាមគ្រូហើយមានពេច្រមុះជ្រូកបាទពេច្រមុះជ្រូកយើងធ្វើអំពីសតោកចេក3ពាត់ដែលយើងដាក់ថ្វាយឲ្យព្រាយសម្រាប់ថែរក្សាយើងនឹងឯងព្រាយក្បាល8ហ្នឹងបាទហើយនឹងមានតុងព្រាយណានេះហើយតុងព្រាយបាទមានបាយសបាយក្រហមញោមព្រាបង្អែមចង្អាបចឹងមកនឹងមានពងមាន់អញ្ចឹងព្រាយពពុះអស់ទាំងនេះក្បាល8នេះហើយដែលយើងពឹងឬជាយើងខាបតងហៅព្រាយអស់ហ្នឹងនឹងអ្នកតាបាចាស់ស្រុកហ្នឹងដើម្បីឲ្យទៅហៅបុគ្គលម្នាក់ដែលយើងប្រមូលឲ្យជួបជុំគ្នានោះបាទតែកាលណាយើងហៅអ្នកតាព្រាយក្បាល8នេះហើយតងហៅមកឲ្យទៅយកឈ្មោះណាយើងប្រើទៅឲ្យយកឈ្មោះណាម្នាក់គឺឈ្មោះនោះនឹងបានមកជួបជុំគ្នាវិញបាទហើយការដែលខាបនេះគឺលោកតាខាបនៅម៉ោង12យប់ម៉ោង1អីចឹងមកហ្នឹងហើយពេលស្ងាត់ហ្នឹងហើយអញ្ចឹងយើងកាលណាយើងខាបយើងមានត្រូវរូបមានរូបស្នងខ្លួននេះហៅរូបកមួនរូបស្នងខ្លួននេះរូបកមួនគឺស្រីនិងប្រុសបាទមានន័យថារូបដែលគេបាក់បែកយើងប្រមូលឲ្យជួបមានរូបស្នងខ្លួននឹងឯងប្រើអំពីកមួនឬជាប្រើធ្វើអំពីដីឥដ្ឋនិងម្សៅអង្គដែលយើងធ្វើទុកហើយហ្នឹងហើយសម្រាប់ប្រមូលដែលគេមករកហើយរូបស្រាតអស់នេះមិនទាន់បានធ្វើទេដោយសារយើងអត់ទាន់មានគេមករកធ្វើអញ្ចឹងមានន័យថារូបស្រាតហ្នឹងមិនទាន់បានធ្វើទេរូបណាដែលគេរុំចតីក្រហមហើយមានន័យថាគេធ្វើខាបតងចងរួចអស់ហើយហ្នឹងហើយអញ្ចឹងកាលណាខាបទៅលើបុគ្គលឈ្មោះណាម្នាក់ហើយបុគ្គលនោះនឹងរត់មករមកខាងទៀតមិនខានទេណានៅនឹងបានជួបជុំគ្នាហើយនឹងបើកមុងដើរចេញមកហើយយើងខាបហៅមកបាទទ្រាំមិនបានទេត្រូវតែនឹកនាមមកខាងទៀតយ៉ាងកំហិតនឹងតែម្ដងឬជាមានការនឹកខ្លាំងទៅជាយំបាទយំឃើញស្លឹកឈើបក់ក៏យំដែរនេះគេហៅថាមន្តអាគមផ្លូវល្ងិតរបស់ខ្មែរបុរាណបាទពិតមិនមែនធម្មតាទេណាហ្នឹងហើយនេះមានខ្សែបាទមានខ្សែមានកមួនហ្នឹងសម្រាប់ខាបតងហើយបាទមានខាបតងហើយនេះគ្រឿងដែលយើងរៀបចំគ្រឿងសធរដងនេះសម្រាប់ទៅគ្រូអរិយបាទព្រោះគ្រូដែលយើងចេះហ្នឹងសិតតែមានគ្រូអរិយគ្រូអីចឹងมันក្រងយើងបានយើងធ្វើអីបានណាក្មួយសពសារពើទាំងអស់ហ្នឹងអញ្ចឹងលោកតាថតត្រួសនេះដើម្បីបង្ហាញនៅកូនក្មួយស្រីប្រុសទាំងអស់ឬមហាជនឲ្យបានដឹងមួយចំនួនអាកំបាំងហើយមួយចំនួនទៀតលោកតាមិនឲ្យដឹងអស់ទេដោយសារតែគ្រូបុរាណគេលាក់អាកំបាំងច្រើនមកមិនឲ្យដឹងទេមិនឲ្យយើងដឹងទាំងអស់ទេបាទហើយកន្លែងទៅនេះគឺកន្លែងលោកតាខាបតងប៉ុន្តែការខាបតងលោកតារៀបនៅគ្រឿងសក្ការៈផ្សេងទៀតបាទដូចជាមានទឹកមានម្លូបាទមានយ័ន្តបាទមានយ័ន្តមានអីចឹងទៅបាទមានយ័ន្តសម្រាប់យើងដាក់ក្នុងទឹកផ្តិលខាបហៅឈ្មោះតងនឹងក្នុងរយៈពេល
ពីធូបដែលយើងខាបតងឬតអស់ពីដើមធូបចឹងទៅបានបាទតន់តែឃើញរូបមនុស្សនឹងដើរមកបានយើងឈប់បាទបានយើងឈប់ដាក់ឈប់ខាបបាទអញ្ចឹងលោកតាជាគ្រូបុរាណសូមថតជាវីដេអូខ្លីដើម្បីបង្ហាញនៃការអាកបាំងខ្លះមួយចំនួនជូនទៅដល់មហាជនឬដូចជាកូនក្មួយស្រីប្រុសទាំងអស់ដែលបានបែកបាក់ប្តីប្រពន្ធហ្នឹងសូមបែកបាក់មករកលោកតាមកលោកតានឹងរៀបចំធ្វើប្រម៉ែប្រមូលប្តីប្រពន្ធទាំងឲ្យបាក់បែកមានកំណល់មានអីបុរាណគេមានកំណល់អត់ចេះតែប្រកបទេណាបាទអត់មានតែប្រកបទំនើបអីទេប្រកបកំណល់បាទកំណល់ហ្នឹងគឺតិចទេអត់ច្រើនទេហ្នឹងហើយបុរាណប្រកបជាកំណល់តិចហើយលោកតាសូមបញ្ជាក់ផងដែរថាដែលលោកតាមានខ្នាយតាន់បាទខ្នាយតាន់គឺខ្នាយជ្រូកហ្នឹងហើយខ្នាយតាន់ខ្នាយជ្រូកគឺមាន3ព្រះអង្គដែលលោកតាសល់ពីដើមមកតាំងពីសម័យឆ្នាំ60បាទ60 50ហ្នឹងគឺសល់ម្ដង3ព្រះអង្គដែរលោកតាបញ្ចុះក្នុងតឡាប់សម្រាប់ទុកប្រើការហ្នឹងហើយខ្នាយតាន់តែម្ដងបាទហើយនេះលោកតាចង់បង្ហាញនៃការនេះជាយ័ន្តបាទផ្ទាំងយ័ន្តបាទផ្ទាំងយ័ន្តដែលយើងដាក់រ៉ូស៊ីប្រម៉ែប្រមូលភ្ញៀវដែលយើងលក់ដូរនៅក្នុងហាងក្នុងអីចឹងនេះផ្ទាំងយ័ន្តហ្នឹងលោកតាមានបាទមានផ្ទាំងយ័ន្តហ្នឹងសម្រាប់ជាវបាទផងដែរលោកបងប្អូនកូនចៅស្រីប្រុសណាដែលរ៉ូស៊ីលក់ដូរតាមទីផ្សារហាងអីលក់ដូរហាងលក់ដូរបាយអីចឹងទៅណានឹងតូចធំទាំងអស់នេះមានយកផ្ទាំងយ័ន្តនេះយើងទៅដាក់នឹងហៅយ័ន្តប្រមូលភ្ញៀវបាទយ័ន្តសារកានាងបក់នាងបោយមានយ័ន្តនឹងហើយដែលពិសេសវិសាលណាស់ដែលលោកតាបញ្ចុះចេញជាកសែងយ័ន្តនេះបាទតាំងយ័ន្តនេះមានតាំងពីសម័យកាលមកតាំងសម័យដើមបាទមិនមានឥឡូវនេះទេព្រោះតែលោកតាបោះចេញចែកចាយឲ្យភ្ញៀវហើយនឹងយ័ន្តពិសេសវិសាលណាស់យ័ន្តនេះលក់ដូរដាច់ខ្លាំងប្រមូលភ្ញៀវបាទដាក់តាំងទៅក្នុងហាងដឹងមានភ្ញៀវមនុស្សមនាមកកកកញហើយបាទទៅបោះលោកតាបោះបានតែ200យ័ន្តទេហ្នឹងហើយបោះតាម200យ័ន្តហ្នឹងហើយគេហៅថាយ័ន្តសារកាបាទយ័ន្តសារកាបាទយ័ន្តហ្នឹងហើយគឺយ័ន្តសារកាហ្នឹងហើយលោកតាសូមផ្ដាំទៅដល់ក្មួយប្រុសស្រីទាំងអស់ហើយបើកឃើញនៅក្នុង YouTube អីឃើញលោកតាអញ្ចឹងជួយ like ជួយ share ឬជួយឲ្យគេបានដឹងគ្រប់គ្នាណាបុរាណអត់សូវមានទេបុរាណចង់អស់ហើយបាទបុរាណហ្នឹងអត់សូវមានទេព្រោះស្លាប់នៅសម័យប៉ុលពតហ្នឹងហើយមិនសូវមានអ្នកចេះគ្រូបុរាណខាងស្នែមុខស្នែប្រមូលដីប្រពន្ធហ្នឹងទេកម្រអ្នកចេះប្រកបណាបាទហើយលោកតានេះគឺចេះប្រកបបាទប្រកបបាទបច្ចេកប្រកបគឺធ្វើខាប់តងបានហើយលោកតាសូមប្រាប់លេខទូរស័ព្ទលោកតាហ្នឹងគឺមាន086 492 475មួយខ្សែទៀត097 43 92 និង757ហ្នឹងហើយសូមបងប្អូនតាក់ទងមកលោកតាព្រោះលោកតានៅខាងភូមិបាក់ខែងយើងផ្លូវជាតិលេខ6បាទភូមិបាក់ខែងផ្លូវជាតិលេខ6ដែលធ្វើគ្រូហ្នឹងរយៈពេល45ឆ្នាំទៅ50ឆ្នាំហើយដែលលោកតាធ្វើនេះបាទអញ្ចឹងលោកតាបង្ហាញអាកំបាំងមួយចំនួននឹងឲ្យក្មួយស្រីប្រុសបានដឹងទាំងអស់បាទ